ហើយចឹងនេះដែរគឺជាវីឡូភាគ2តពីភាគមុនចឹងភាគមុនខ្ញុំសន្យាថាខ្ញុំនឹងចែកជូន Resource Pack 2សម្រាប់អ្នកនរហើយនេះដែរជា Resource Pack ទាំងពីរហ្នឹងមុននឹងចូលវីឡូមួយនេះអ្នកនរកុំភ្លេចចុច like ម្នាក់មួយផងដែរអូខេចឹងខ្ញុំចូលដល់ Minecraft ខ្ញុំហើយអ្នកនរនេះជា UI របស់ Minecraft Scene អ្នកនរចុច setting មកនេះរកពាក្យនេះកន្លែងដាក់Resource Pack របស់យើងដាក់ចូលទាំងពីរហ្នឹងមកហើយវានឹងធ្វើការដើររួចវានឹងចាញ់ឲ្យយើងហើយអ្នកនេះក៏អត់ពណ៌ខ្មៅទៀតសំខាន់សលេងវាគឺព្រោះមែនតើលឺបកអញ្ចឹងយើងវាលយមែនទេហើយសំខាន់វាពណ៌ខ្មៅទៀតវាចាំងភ្នែកហើយនេះដែរគឺជាវើរបស់ខ្ញុំដែលខ្ញុំបានបង្កើតរួចហើយខ្ញុំបានដាក់ Resource Pack ទាំងពីរនឹងរួចហើយអ្នកគ្នាអញមើលជុំវិញខ្លួនរបស់ខ្ញុំបានគឺស្អាតមែនទែនតាំងពីដៃគឺស្អាតហើយពពកគឺស្អាតហើយច្បាស់ល្អទៀតណាស់ចឹងទៅប៉ុណ្្នឹងគឺមិនទាន់អស់ទេនៅមានច្រើនទៀតចឹង Resource Pack នេះយើងអាចលេងលើទូរស័ព្ទមកល្មងក៏បានទូរស័ព្ទខ្លាំងក៏បានវាអត់រើសទេប៉ុន្តែអ្នកគ្នាគួរតែមើល version Minecraft របស់អ្នកគ្នាសិនមុននឹងការដាក់ Resource Pack ទាំងពីរនឹងចូលបើសម្រាប់ Minecraft របស់ខ្ញុំវិញគឺ 1.26.0.2 ហើយនេះជាពេលថ្ងៃទេតើយើងមកមើលពេលយប់វិញម្ដងណានេះហើយនេះដែរគឺជា UI ដែលពេលយើងលេងក្នុង character របស់យើងនោះអ្នកអាចមើលបានហើយនេះគឺជា UI ក្នុង inventory របស់យើងគឺពណ៌ខ្មៅចឹងមកស្រួលមើលហើយសំខាន់គឺលេងពេលយប់គឺអត់ចាំងភ្នែកទេអ្នកអាចមើលបាននេះគឺជាការកាន់ item ក្នុង Resource Pack ហ្នឹងគឺស្រួលមើលអត់បាំង screen ទេពេលយើងវាយ mod វាយ enemy អីគឺស្រួលមែនទេអ្នកឃើញអត់ទោះ screen យ៉ាងទេចឹងអានេះគឺជាអត្ថប្រយោជន៍មួយសម្រាប់ Resource Pack ហ្នឹងពេលអ្នកគ្នាកែបានអ្នកគ្នាតែងតែក្រាស់ម្ដងមួយមែនអត់អត់ទេអ្នកអ្នកដាក់ Resource Pack នេះអ្នកចុចកន្លែងសភៅហ្នឹងគឺវានឹងធ្វើការក្រាស់ឲ្យទាំងអស់តែម្ដងគឺដូច Minecraft Java ចឹងស្រួលហើយអ្នកគ្នាចង់បានប្រហែលគឺក្រាស់ពីចឹងអ្នកអាចក្រាស់ថ្មក្រាស់អីចឹងទៅក្រាស់ណែ design ហើយសម្រាប់ឆេះវិញគឺស្រួលសម្រាប់ដាក់ទុកដែរហ្នឹងគេចុចបដូរពីពាក្យ n មកសញ្ញាព្រួញនឹងមកអ្នកគ្នាដាក់វ៉ាន់លឿនហើយអ្នកគ្នាយកវ៉ាន់វិញក៏លឿនដែរចឹងស្រួលមែនតើបើយើងងាកមកមើលកន្លែងផលិត potion វិញគឺស្រួលមែនតើវាដាក់ប្រាប់យើងក្នុង UI នឹងតែម្ដងអញ្ចឹងអ្នកគ្នាស្រាប់អ្នកគ្នាអត់ចេះសូវចេះផលិតអីអ្នកគ្នាអាចមើលតាមនឹងបានដូចខ្ញុំជាដើមអ្នកគ្នាអត់សូវចេះផលិតទឹកថ្នាំបានទេមួយវិញទៀតគឺកែវឆ្លោះយើងគឺពេល zoom ទៅគឺអត់មានគឺដូចកញ្ចក់ទេអ្នកគ្នាមើលបានដូច zoom ក្នុង Minecraft កុំព្យូទ័រអញ្ចឹងអ្នកឃើញអត់ស្រួលមែនតើស្រួលមើលមែនតើហើយនៅកន្លែងតំណឹងវិញយើងអាចកែដៃរបស់យើងបានហើយយើងអាចដាក់តាមនេះមកអ្នកអាចមើលវីឡូខ្ញុំបានចឹងចំណុចទី6ចំណុចចុងក្រោយហ្នឹងគឺសម្រាប់អ្នកនេះលេង PVP ឬលេង server ដែលអ្នកចង់វាយជាមួយ enemy ស្រួលអ្នកគាត់តែដាក់ហ្នឹងទៅដោយសារវាឃើញស្អាតជាងមុនអាចណាមួយកម្រិតទៀតផងដែរមើលទៅទឹកទៅដឹងហើយថ្លាឆ្ផងហើយ UI ក៏រឹងប្លែកជាងមុនដែរអ្នកអាចពិនិត្យមើលបានអញ្ចឹងអេមែនតើបើសម្រាប់អាវុធឬក៏ K យើងវិញគឺរងគឺវាអត់បាំង screen ទេអ្នកអញ្ចឹងអត្ថប្រយោជន៍វាគឺល្អមែនតើសម្រាប់យើងវាយ PVPចឹងបើសិនអ្នកមើលដល់កន្លែងទៅហ្នឹងកុំភ្លេច like ច្រើនផងណាand បើអាច subscribe ទៅសម្រាប់អ្នកថ្មីទាំង link Resource Pack ទាំងពីរហ្នឹងគឺខ្ញុំបានតលេខហើយអាចចូលទៅទាញយកបានអ្នកគ្នាដោយឥតគិតថ្លៃផងដែរអោះមកមើល gameplay ដល់ការរបស់ខ្ញុំទាំងអស់គ្នាណាព្រោះការលេង PVP ជាមួយនឹង mob ក្នុង Minecraft ចឹងប្រិយមិត្តគិតមិនដែរសម្រាប់វីឡូមួយនេះអរគុណសម្រាប់ការទស្សនាវីឡូនេះតាំងពីដើមរហូតដល់ចប់ផងចឹងបាយជួបគ្នានៅវីឡូក្រោយៗទៀត